សួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំមកបង្ហាញពី platform មួយឈ្មោះថាPico CTF វាគឺជា platform មួយសម្រាប់ឲ្យយើងយកចំណេះដឹងផ្នែកខាង security របស់យើងមកសាកល្បងដើម្បីដោះស្រាយបញ្ហាផ្សេងៗជារួមទៅពាក្យ CTF បានន័យថា capture the flag អញ្ចឹងតួនាទីរបស់យើងហ្នឹងគឺដោះស្រាយបញ្ហាមួយហ្នឹងគឺដើម្បីទៅរក flag ដែល flag ហ្នឹងគឺជាយល់ទៅវាមានអក្សរសម្ងាត់តាមប្រភេទនីមួយៗរបស់វាតាមការកំណត់របស់កម្មវិធីអញ្ចឹងវាមានទម្រង់របស់វាជាក់លាក់មួយមើលពេលយើងសាកដោះស្រាយបញ្ហាទៅយើងនឹងឃើញថា flag ហ្នឹងអីគេអញ្ចឹង platform ហ្នឹងយើងអាចសាកល្បងរៀនដោះស្រាយវាទៅវាមានតាមប្រភេទរបស់វាដូចជាងាយស្រួលល្មមឬក៏លំបាកខ្លាំងអីចឹងទៅហើយប្រភេទរបស់វាមានមួយចំនួនដែរនៅក្នុងកម្មវិធីហ្នឹងវាមានដូចជាតាក់ទងជាមួយទៅលើ web exploitation អញ្ចឹងអាឡែងហ្នឹងគឺតួនាទីរបស់យើងគឺស្វែងរក bug នៅលើ website វាមានប្រភេទដូចជាឧទាហរណ៍ថាតាក់ទងជាមួយនឹង cross site scripting តាក់ទងជាមួយនឹង SQL injection អីជាដើមអញ្ចឹងពេលយើងដោះស្រាយបញ្ហាមួយហ្នឹងខ្ញុំនឹងបង្ហាញតាមនឹងមួយទី2តាក់ទងជាមួយនឹង cryptography ហ្នឹងដូចគឺវិធីសាស្ត្រក្នុងការencrypt ដូចជា encrypt ពាក្យសម្ងាត់ encrypt password អីចឹងណាហើយទី3ហ្នឹងគឺតាក់ទងជាមួយនឹង reverse engineering អញ្ចឹង reverse engineering ហ្នឹងយើងអាចហៅម្យ៉ាងទៀតហៅថា decompile អញ្ចឹងនៅក្នុងហ្នឹងជាទូទៅគេឲ្យ source code មកយើងហើយមិនមែន source code តែគេឲ្យដូចជា binary file ឬក៏ APK file ឬក៏ program file មួយចំនួនមកឲ្យយើងហើយយើងធ្វើការ decompile ហើយមើលតើក្នុង code របស់គេហ្នឹងគឺមានកន្លែងណាដែលយើងគិតថាមានបញ្ហាពេលយើងរកបញ្ហាហ្នឹងឃើញយើងអាចរក flag ឃើញហើយខ្ញុំនិយាយត្រួសប៉ុណ្ណឹងហើយមួយទៀតតាក់ទងជាមួយនឹង forensic ហ្នឹងពាក្យខ្មែរខ្ញុំមិនដឹងថាម៉េចដែរតែយើងអាចបកថាដូចជារបៀបថាអ្នកស៊ើបអង្កេតមួយអញ្ចឹងក្នុងហ្នឹងគេមានភស្តុតាងគេមកថតថាភស្តុតាង1ភស្តុតាង2ភស្តុតាង3ទៅយើងដោះស្រាយវាអញ្ចឹងហៅដេញវាមើលតាមភស្តុតាងមួយលេងរហូតតើវាបង្កហេតុមកពីអ្វីបើនៅក្នុងហ្នឹងយើងអាចជួនកាលគេឲ្យ log file គេឲ្យ memory dump ឬក៏ network capture គេហៅថា pcap file ហើយយើងឬក៏តាក់ទងជាមួយនឹងរូបភាពអីចឹងជាដើមហើយមួយទៀតគេហៅ general skill ហ្នឹងវាជាទូទៅវាមានតាក់ទងជាមួយនឹងគេឲ្យមកដូចជាតាក់ទងជាមួយនឹងចំណេះដឹងទូទៅផ្នែកខាង networking តាក់ទងជាមួយនឹង Linux command Windows command តាក់ទងជាមួយនឹង scripting language ហើយតាក់ទងជាមួយនឹងគេហៅថា OSINT Open Source Intelligence អាហ្នឹងគឺផ្នែកមួយនៃ security ដែរហើយមួយទៀតតាក់ទងជាមួយនឹង binary exploitation អញ្ចឹងនៅក្នុងហ្នឹងគេឲ្យ binary file មកយើងហើយតួនាទីរបស់យើងគឺធ្វើម៉េចរកធ្វើម៉េចក៏ដោយឲ្យយើងរក flag ឲ្យឃើញអញ្ចឹងជាទូទៅវាច្រើនអាហ្នឹងយើងធ្វើ static code analysis គឺយើងប្រើ tool មួយចំនួនដូចជា IDA ឬក៏ Ghidra ពេលយើង decompile វាទៅវាคล้ายទៅជារបៀបហ្នឹងហៅ assembly code យើងអាច read មើលវាតើ function ឬក៏កន្លែងមួយណាដែលគេប្រកាសទៅមានបញ្ហាទៅទៅវាតាក់ទងជាមួយនឹងគេហៅ buffer overflow memory corruption អីជាដើមអញ្ចឹង buffer overflow នោះឧទាហរណ៍ថានៅក្នុង C program ឬក៏ C++ គេប្រកាសvariable មួយឧទាហរណ៍ថាវាផ្ទុកបាន32 byte តែយើងបញ្ចូលទៅន័យយើងហួសដល់33 byte អញ្ចឹងវាទុកអត់រួចទេអញ្ចឹងវាទៅខ្លាយទៅជា overflow អញ្ចឹងយើងមើលថាកន្លែងណាមានតាក់ទងនឹងបញ្ហាហ្នឹងគឺយើងធ្វើម៉េច
ឲ្យវាបង្ហាញកន្លែង buffer overflow ហ្នឹងមកវានឹងបង្ហាញជា flag មកអញ្ចឹងខ្ញុំអត់ចង់និយាយច្រើនមានតាក់ទងប៉ុណ្ណឹងអញ្ចឹងនៅក្នុងការ capture the flag ហ្នឹងវាមានពីរប្រភេទគឺមាន Jeopardy និង Attack and Defense ជាទូទៅយើងធ្វើអា Jeopardy ហ្នឹងទៅវារបៀបវាមានតាម category មកមួយៗអញ្ចឹងឧទាហរណ៍ web exploitation cryptography អីចឹងជាដើមអញ្ចឹងយើងអាចវឹកហាត់តាមនឹងបានហើយបើយើងចង់ទៅមើលគេប្រកួតឬក៏យើងចង់ចូលរួមប្រកួតយើងអាចទៅចូល website មួយឈ្មោះ CTF Time យើងអាចមើល upcoming event ឃើញអត់ format ការប្រកួតហ្នឹងយើងមើលតាមហ្នឹងមកនេះជា Jeopardy ហ្នឹងគឺរបៀបអញ្ចឹងរបៀបគេឲ្យ category មួយមកឲ្យយើងហើយយើងធ្វើតាមហ្នឹងនេះមាន individual នេះមាន online មានអីយើងអាចចូលមើលតាមហ្នឹងបានមានគេប្រកួតអាចយើង solo ឬក៏យើងប្រកួតជាក្រុមតែបើយើងមានក្រុមក៏ល្អដែរឧទាហរណ៍អ្នកណាប្រកែ reverse engineering ឲ្យគាត់ធ្វើអាហ្នឹងទៅអ្នកណាប្រកែ cryptography ឲ្យគាត់ចូលតាម team ហ្នឹងទៅបើយើងអត់មាន team ទេយើងចូលធ្វើតែឯងក៏បានគាត់ថាយើងត្រូវធ្វើទាំងអស់ចឹងណាយើងកុំឲ្យខាតពេកយើងសាកចូលទៅមើលមួយមកយើងធ្វើពីស្រួលទៅមុនខ្ញុំសាកធ្វើ cryptography មួយចឹង challenge របស់យើងគឺឈ្មោះនេះ hash crack ខ្ញុំបង្កើត folder មួយទៅអូខេចឹងយើងចាក់ចូលមកចឹងវាប្រភេទ easy cryptography អានេះពីគោ2025មកគេប្រកួតឆ្នាំហ្នឹងប៉ុន្តែឥឡូវគេនេះហើយយើងអាចចាប់ដើមមកគេមាន description យើងអានទៅអាន description ហ្នឹងមកហើយសំណួរគេសួរថា can you gain access to the secret store within the server ចឹងយើងអាចព្យាយាម launch instant យើងបើយើងតាក់តាណាយើងអាចមើល hint គេក៏បានដែរតែយើងដំបូងយើងព្យាយាមធ្វើអស់ចិត្តសិនមកគឺវា instant មួយវាធ្វើបាន15នាទីប៉ុន្តែយើងអាច restart វាបាន15នាទី restart អីចឹងហើយខ្ញុំសាក run មួយមកពីឲ្យធំតិចនេះ page មិនzoom in ឲ្យធំតិចអូខេយើង copy អានេះមកអញ្ចឹងគេឲ្យមកគេថា we have identified a hash enter a password for identify hash ចាហ្នឹងមានវិធីផ្សេងក្នុងការដោះស្រាយវិញបើខ្ញុំមើលទៅអានេះទម្រង់វាដូចជា MD5 ដូចជា32តួយើងអាចសាកមើលបានយើងអាចសាក echo pass អាហ្នឹងមក32តួមែនអញ្ចឹងយើងវិធីសាស្ត្រវាយើងអាចទៅទី1យើងអាចទៅចូល website មួយនេះស្រួល crackstation.net យើងអាច copy hash ហ្នឹងមក correct អូខេអញ្ចឹង password វា1 2 3ឬក៏យើងប្រើ tool John the Ripper ក៏បានដែរនេះ identify ថា MD5 ខ្ញុំ copy អាហ្នឹងមកខ្ញុំអាចបានsave John ខ្ញុំ save វាទៅក្នុង file វិញអូខេខ្ញុំអាចប្រើ John format raw MD5 word list ខ្ញុំប្រើ word list មួយឈ្មោះថា rock you យើងអាចសាកបានបន្ថែមហើយយើង hash របស់យើងមក
no password has left correct does show ok sạc correct លើកមុនហើយអីចឹងវា load មកហ្នឹងតិចគឺនេះ password 1 2 3 password 1 2 3ដូចគ្នា copy វាចូលខ្ញុំ paste ដល់មកវាថាតទៀតចឹងយើង copy អានេះតទៀតយើងអាចធ្វើដូចខ្ញុំក៏បានដែរយើង identify hash ហ្នឹងយើងស្រួលទេយើងអាចចូល website មួយ vcode analyzer ខ្ញុំ copy អា hash ហ្នឹងមកខ្ញុំ analyze វាតាមហ្នឹងចោលនឹងវាជាអីហ្នឹងអូខេវាថា SHA-1 អញ្ចឹងយើងអាចប្រើវិធីសាស្ត្រចននេះក៏បានឬក៏យើងប្រើ crack station នេះក៏បានលឿនដែរ crack hash អូខេមក let me in យើង paste ទៀតណាអូខេ almost there វាឲ្យមួយទៀតអានេះដូចជា SHA-256 ខ្ញុំចង់ដឹងខ្ញុំ analyze វាមួយអូខេវាឲ្យតម្រុយថាវាអាចក្នុងចំណាំនឹងអានេះច្រើនជាងគេ SHA-256 យើងអាចប្រើអានេះក៏បានឬក៏ប្រើពួក hash ធម្មតាទេយើងប្រើអានេះមកបើហ្នឹង database វាយើងអាច download word list មកវាក៏បានដែរនេះ dictionary វានេះអាច download មកបានយើងអូខេអូខេ the flag អីចឹង flag វាមានទម្រង់ជាពី go ctf គ្នាបនេះចឹងយើង copy អាហ្នឹងទាំងអស់មក copy មកកន្លែង challenge ហ្នឹងយើង submit អូខេត្រូវចឹងយើងសាកមួយទៀតទៅ OSA ចឹង គេឲ្យតម្រុយមកគេថានៅ service ហ្នឹងមាន encrypt flag មួយគេប្រើ N and E N ហ្នឹងគឺ អានេះគឺ modulo horizontal E public exponent ចាំបើយើងចង់ដឹងអាហ្នឹងយើងអាចទៅមានមេធ្លាប់រៀនតាក់ទងជាមួយនឹង cryptography ដែរអញ្ចឹង cryptography វាផ្នែកមួយនៃ cryptology អញ្ចឹងនៅក្នុង cryptology វាបែងចែកជាពីរគឺ cryptography និង cryptanalysis អញ្ចឹង cryptography ហ្នឹងគឺយើងអ្នក encrypt ហើយអា cryptanalysis ហ្នឹងគឺផ្នែកម្នាក់ទៀតគឺគាត់ខាងធ្វើម៉េចគាត់ decrypt មកវិញគាត់ប្របែក hash ប្របែកយើង encrypt ហ្នឹងវិធីសាស្ត្រដល់ម៉េចដើម្បីរក plain text គឺ cryptanalysis អ្នកគឺគាត់អ្នកបំបែក algorithm ផ្សេងដែរ cryptographer អ្នកបង្កើតហ្នឹងអញ្ចឹង cryptography មាន2មាន3មាន symmetric asymmetric អញ្ចឹង symmetric ហ្នឹងវាយើងសេកូដយើងធ្លាប់ដឹងមានពួក AES ពួកស្អីគេខ្លះហើយពួក asymmetric នេះពួក public key public private key ហ្នឹងមាន OSA មានអីចឹងទៅអញ្ចឹង challenge របស់យើងគឺតាក់ទងជាមួយនឹង OSA អញ្ចឹង OSA ហ្នឹងបើយើងបកទៅមើលយើងត្រូវដឹងតើ OSA ហ្នឹងជាអីហ្នឹងបើអ្នកទាំងអស់គ្នាមានចំណាប់អារម្មណ៍ខ្ញុំអាចបង្ហាញលម្អិតនៅពេលក្រោយតែឥឡូវខ្ញុំមើលត្រួសអញ្ចឹងបើបកទៅមើលម៉ាត់របស់វា key វានេះ n អានេះ n e យើងបាន key public មួយហើយពេល private key គឺតំណាងដល់ពេលនេះy នេះគឺ
ciphertext text ដែលគេបាន encrypt គឺ encrypt របស់វាគឺយក public គឺ encrypt ជាមួយ public key ហ្នឹងវាស្មើប៉ុណ្ណឹងហើយ decrypt មកវិញក៏យើងត្រូវធ្វើប៉ុណ្ណឹងដែរចាំខ្ញុំទៅបង្ហាញតខ្ញុំសាកទៅ run program ហ្នឹងមួយទៅអូខេយើងសាកទៅ run ហើយយើង run program យើងឲ្យខ្ញុំបង្កើត folder មួយកុំឲ្យច្រឡំគ្នាអូខេខ្ញុំសាក run វាមួយមកអានេះវាឲ្យយើង source code យើងមកដែរអូខេ run មកវាឲ្យ n មកយើង n ហើយនឹង e ហើយនឹងនេះciphertext គឺហើយយើងគេឲ្យ source code មកយើងអញ្ចឹងយើង download វាមកអូខេចឹង source code របស់គេគេឲ្យមកយើងនេះមាន e គេមាន function 3គឺទី1តាក់ទងជាមួយនឹងអានេះគឺ generate key អញ្ចឹង cryptography ហ្នឹងមានបង្កើត public και private key អូខេ encrypt អានេះ function encrypt អានេះ main function public encrypt គឺគេ encrypt ciphertext ហ្នឹង encrypt plain text ហ្នឹងជាមួយនឹង public key នេះជួរនេះអញ្ចឹងយើងត្រូវធ្វើម៉េចឲ្យ decrypt អាហ្នឹងមកវិញអញ្ចឹងបើខ្ញុំបកមកមើលមិញមេរៀនរបស់យើងមិញអត់ធ្វើខុសគ្នាប៉ុន្មានទេ generate key គឺមួយគឺយើង p and q តមកយើងកណនីអា p គុណនឹង q phi នេះនឹងតាមមេរៀននេះវាបែរគ្នាអូខេ ne public key អូខេដូចគ្នា ne public key sorry ចឹងយើងអាចដោះស្រាយវាបានទេចឹងយើងអាចទៅសេកូដបន្តិចមកដើម្បីdecrypt វាមកវិញចឹងយើងមើលសិនយើងមានអីខ្លះយើងមាន n មាន e មានហើយ ciphertext យើងមាននេះ ciphertext យើងមានទាំងអស់ចឹងយើងធ្វើយ៉ាងម៉េចដើម្បី decrypt មកវិញក្នុងនេះគេមានតែ function encrypt ទេយើងតួនាទីយើងគឺ decrypt វាមកវិញតាក់ទងជាមួយនឹង RSA ហ្នឹងចឹងខ្ញុំចេញមកវិញមកខ្ញុំបង្កើត function មួយ decrypt
OSA អត់បាយមើលរបស់គេហ្នឹងគេប្រើ library ខ្លះខ្ញុំប្រើតាមគេអូខេខ្ញុំប្រើនេះមួយចឹងបើយើង run program ហ្នឹងយើងស្គាល់ n និងស្គាល់ e និងស្គាល់ ciphertextអូខេខ្ញុំ copy នេះចូលមក program យើងអូខេយើងមានប៉ុណ្ណឹងចឹងបើយើងបកមកមើលក្នុងនេះ n ហ្នឹងអ្នក n ហ្នឹងគាត់គេស្អី n ធំបាត់ដូចគ្នា n ហ្នឹងស្មើនឹង p គុណនឹង q ចឹងបើយើងបកមកយើងមើលលេខយើងមកអក្សរ n នេះគឺអានេះវាលេខគូចឹងលេខគូនៅក្នុង OSA យើងអាចតាំងអា p របស់យើងហ្នឹងចឹងមកមើលក្នុងរូបមន្ត n ស្មើ p គុណនឹង q ចំណុចនេះខ្ញុំអាចថាដោយសារ p យើងវាជាលេខគូយើងអាចខ្ញុំអាចឲ្យ p យើងស្មើ2ចុះហើយ q របស់យើងហ្នឹងស្មើ n ចែកនឹង2ចែកពីនេះដូចជាសញ្ញានេះនៅក្នុង Python ដូចជា floor divided Python floor divide អូខេនេះ floor divide អាហ្នឹង round បងប្រកួតចុះមកទៅប្រកួតចុះចឹងខ្ញុំអាចប្រើប៉ុណ្ណឹងបានបន្តមកទៀតចឹងយើងធ្វើតទៀតមកfind fee and ដាក់រូបមន្តនឹងមកចូលមើលចឹងខ្ញុំអាច fee បង្កើត variable មួយមក fee ចឹងបណ្ដោយ fee ស្មើនឹង p ដក 1 ចឹង p យើងមានហើយ p ដក 1 គុណហើយ q ដក 1 ចឹងតែយើងបន្តមកទៀតគឺយើងត្រូវរកអីគេចឹងបើមកតាមរូបមន្តនេះចឹងកាលណាយើងហៅ d ឃើញ d ហ្នឹងគឺនេះហើយ private key យើងហៅឃើញ private key យើងអាចហៅឃើញនេះហើយហៅឃើញអីគេ plain text ចឹងខ្ញុំដកតាមរូបមន្តមកហ្នឹងអាហ្នឹងបើយើងសេអញ្ចឹងក៏បានឬក៏យើងទៅសេមួយទៀតទម្រង់របស់វាអូខេគឺចឹង fee private key ចឹងបើយើងនៅក្នុងបកទៅនឹងមេរៀនគេថា choose to large distinct pq យើងមានអស់ហើយ GCD អានេះតួចែករួមធំបំផុត e នៃ phi នៃ n e យើងមាន n យើងមានស្មើ1នេះស្មើនឹង1នេះអញ្ចឹងបានន័យថាអា e របស់យើងហ្នឹងគឺមាន inverse hash inverse inverse ហ្នឹងគឺ d ហ្នឹងហើយចឹងយើងអាចទៅសេខ្លីមួយទៀតយើងអាចថានាំឲ្យ d ហ្នឹងវាមាន inverse អញ្ចឹងយើងអាច d ហ្នឹងវាស្មើនឹង
oops sorry ស្មើនឹង e inverse របស់វាគឺស្វ័យគុណដក1 mod modulo ឲ្យអានេះខ្ញុំ copy អានេះមកដាក់បណ្ដោយអាហ្នឹងបើយើងតាមម៉ាត់តាមគណិតវិទ្យាnóវាចេញបែបហ្នឹង e អូខេចឹងបើនៅក្នុង Python ស្រួលយើងអាចសរសេរបានថាកន្លែងហ្នឹងយើងអាចថា d យើងស្មើនឹងគេមាន function មួយឈ្មោះ inverse អីគេ e ជាមួយនឹង modulo ពីក្រោយក្នុងវាធ្វើ modulo ឲ្យហើយ free ចឹងបន្តទៀតយើងអាចរក plain text យើងបានហើយនៅក្នុងមាននេះគេដាក់ឲ្យគាត់ឲ្យ cipher text យើងអាចបកទៅមើលនេះRSA cipher decrypt get plain text អូខេចឹងរូបមន្តរបស់វាគឺ m ស្មើអានេះ mode n mode ហ្នឹង mode vn mode n ទៅ n ខ្ញុំមកនេះចង់ដឹងច្បាស់ទៅបកមើលរៀនម៉ាត់បន្តិចចឹងខ្ញុំអាច copy អារូបមន្តគេហ្នឹងដាក់បណ្ដោយខ្ញុំអត់ពយល់ច្រើនចឹងនៅក្នុងនេះវាស្មើនឹងរបស់យើងគឺ m របស់យើងមានអីគេខ្លះយើងមាន cipher text cipher text យើងនេះអាមួយនេះ cipher text គេយើង run program វិញយើងមាន cipher text power private key យើងហៅឃើញD ហើយបន្តមកទៀត modulo ឲ្យ n mod n យើងមានហើយគេឲ្យហើយ mod n ចឹងនៅក្នុងនេះយើងអាចទៅសេចេះបានណាសេដូចខ្ញុំនិយាយតែនៅក្នុង Python យើងអត់សេចឹងទេយើងអាចធ្វើចេះបាន m equal power យើងមាន cipher text private key ហើយនឹង n ប្រហែលយើងអាច print របស់យើង print ខ្ញុំសាក print m ចាំមួយវាបានអីគេ Python 3 decrypt RSA no module នេះយើងអាច for pip install បាន pip 3 install នេះ PyCryptodome អូខេ virtual environment source activate pip 3 done យើងអាច run បានទៀតនេះ decrypt នេះវាចេញជាbyte យើងត្រូវ decode វាទៅជា text ធម្មតាវិញ decode
អត់ច្បាស់ដែរសាកទៅណាវាជា in សាក search ខ្ញុំភ្លេចបាត់ហើយ Python នេះជា long to byte អូខេ long to byte convert block size padding necessary crypto application large integer okay large integer ត្រូវគេចឹងlong to byte long to byte long to byte ហើយយើង decode វាមក decode ទៅជា text យើងអាចឡើងហ្នឹង UTF-8 ឬក៏អីចឹងក៏បានដែរមិនបាច់អូខុសភ្លេចបិទ long to byte is not defined ភ្លេច import យើងទៅមើលអាកូដគេចាស់មិញគេ file គេ byte to long យើង import long to byte long to byte save run again no ដាក់មុខកញ្ចក់អត់ត្រូវសោះ m.decode អូខេអានេះមិនត្រូវអូខេ dot flag អស់នាទីអូខេយើងយកដល់ submit ណា boom ត្រូវអញ្ចឹងថ្ងៃហ្នឹងខ្ញុំធ្វើប៉ុណ្ណឹងសិនថ្ងៃក្រោយខ្ញុំធ្វើអា challenge ផ្សេងៗទៀតចឹងអាហ្នឹងអត់មានអីបាក់ទេគ្រាន់តែយើងត្រូវយល់ពីវាបន្តិចតាក់ទងមួយនឹង OSA តាក់ទងជាមួយនឹងរូបមន្តរបស់វាគណិតវិទ្យាចឹងដោយសារគេឲ្យសោះខាងនោះមកឲ្យយើងមើលហើយយើងគ្រាន់តែមើលសោះរបស់គេចឹងរកវិធីសាស្ត្រថាម៉េច decrypt វាមកវិញencrypt អូខេនេះអានេះ code encrypt អានេះ code decrypt យើងមកវិញខ្ញុំរ៉ាន់ដល់ទៀតអូខេនេះជា flag ចឹងថ្ងៃហ្នឹងមានប៉ុណ្ណឹងហើយបើមានចង្អល់អាចសួរបន្ថែមខ្ញុំបញ្យល់ឡើងណាអត់ច្បាស់ហើយបើចង់ដឹងច្បាស់ឬក៏ចង់ដឹងបន្ថែមពី challenge ផ្សេងៗអាច comment សួរបានអរគុណ